ស្មានតែកន្លែងនឹងសម្រូតចុះកើតក៏សម្រូតទៅជាប់នៅនឹងតែម្ដងចាឃ្លុចតាំងណែនចាបងប្អូនចាបរិមម្នាក់នេះគេមកពីខាងរដ្ឋអារីโซណាអាយុ32ឆ្នាំប៉ុន្តែគេសុំអត់បញ្ចេញឈ្មោះទេគាត់នេះបានបាត់បង់ជីវិតនៅក្នុងអំឡុងពេលខែ8ឆ្នាំ2020គឺគាត់បានលួចចូលកន្លែងមួយគេហៅ Aquatic Center គឺជាកន្លែងសម្រាប់ហាត់ប្រាណលេងហែលទឹកអីចឹងទៅហើយមាន slide ដែលថាយើងសម្រូតចុះមកមានទឹកមានអីហ្នឹងនៅពេលដែលគាត់លួចចូលទៅហ្នឹងគឺវាពេលយប់គឺអញ្ចឹងមានន័យថាគេបិទហើយមានតែសន្តិសុខស្នាក់នៅនឹងដើម្បីមើលថែកន្លែងអីចឹងទៅនៅពេលដែលគាត់លួចចូលទៅហ្នឹងចា water slide មានសងខាងម្ល៉េះហើយវាមានបកូលនៅកណ្ដាលមួយសម្រាប់ទ្រអាបកូលនៅកណ្ដាលហ្នឹងគឺវាជារបស់មួយយ៉ាងដែលរឹងដែកគឺដើម្បីទ្រអា water slide ហ្នឹងកុំឲ្យវាធ្លាក់អីចឹងណាប៉ុន្តែអាប្រដាប់ទ្រជើងទ្រដែកហ្នឹងវាមានប្រហោងនៅក្នុងហ្នឹងគឺថាយើងអាចសម្រូតខ្លួនយើងចុះទៅបានម្ល៉េះហើយបរិះម្នាក់ហ្នឹងនៅពេលដែលគាត់លួចចូលទៅហ្នឹងគឺគាត់ស្មារតីអត់គ្រប់គ្រាន់ដូចជាស្វឹងតិចឬក៏ជក់ថ្នាំអីចឹងទៅគាត់គិតថាអានឹងគឺជា water slide ដែលគាត់អាចសម្រូតខ្លួនចេញមកបានដល់ទៅពេលគាត់ចូលទៅជាប់នៅនឹងបងប្អូនជាប់នៅនឹងគាត់ព្យាយាមហៅឲ្យគេជួបអ្នកដែលធ្វើការនៅនឹងចេះតែលឺសំឡេងម្ល៉េះហើយគាត់ដើរទៅមិនដឹងថាសំឡេងមកពីណាធម្មតានៅកន្លែងបិទចិត្តអញ្ចឹងលឺសំឡេងវាមិនងាយរកឃើញណាបងប្អូនដល់ពេលគាត់ដើរទៅក៏ដឹងថាសំឡេងនឹងវាចេញមកពីអាបំពង់ហ្នឹងគាត់ក៏បានតែហៅប៉ូលីសហៅឡានទឹកអីទៅឈប់តែម្ដងនៅពេលដែលពួកគេទៅដល់គេព្យាយាមនិយាយជាមួយបរិះនឹងចង់ដឹងថាតើគាត់ធ្វើមិនចាញ់កើតធ្វើមិនចូលកាត់គេចង់កាត់អានឹងដែរប៉ុន្តែគេកាត់អត់កើតព្រោះអីគេអត់ដឹងថាខ្លួនប្រាណរបស់គាត់នឹងនៅតាណាព្រោះអារុននឹងចូលមកឃ្លុបតែម្ដងនៅពេលដែលនិយាយសលេងពងចឹងហើយបងប្អូនចាប៉ូលីសក៏ចេះតែនិយាយរសលេងស្រាប់តែស្ងាត់ឈឹងតែម្ដងគឺមានន័យថាបរិះហ្នឹងគឺគាត់បាត់បង់ជីវិតបាត់ហើយនៅក្នុងបំពង់ហ្នឹងគឺដោយសារការធាត់ដង្ហើមប៉ូលីសប្រើរយៈពេលប្រហែលជាជិត3ម៉ោងមុននឹងគេកាត់អាកន្លែងនឹងបានយកខ្លួនប្រាណរបស់ម្នាក់នឹងចេញមកចាក់បរិះម្នាក់នឹងគេកាត់គាត់ចេញមកប្រហែលជាម៉ោង2ព្រឹកបន្ទាប់មកគេដកគាត់ចេញហើយគេក៏បាននិយាយថាគាត់បាត់បង់ជីវិតបាត់ហើយគឺដោយសារតែពេលដែលគាត់ធ្លាក់ទៅនឹងជាប់នៅនឹងធាត់ទៅហើមនៅនឹងគឺបាត់បង់ជីវិតតែម្ដងគេប្រើរយៈពេលរាប់ម៉ោងទម្រាំកាត់អាបំពង់នឹងបានណាព្រោះអីបំពង់នឹងគឺវាដែកគឺគេធ្វើមាំមែនទេសម្រាប់ទ្រអា water slide នឹងតាំងក៏ពិតអាកន្លែង Aquatic Center ហ្នឹងគេនិយាយថាគឺគេមានលបងខ្ពស់មែនតែប៉ុន្តែបរិះម្នាក់ហ្នឹងលួចចូលបានទៀតគឺឡើងតាមលបងហ្នឹងលោតចូលទៅដោយសារតែស្វឹងតិចប្រហែលជាជក់ថ្នាំអីផងចឹងទៅគិតថាប្រហោងហ្នឹងជាកន្លែងសម្រូតចុះមកលេងបានមានណាមានលេងណាកើតបងប្អូនចាអូយបើយើងមើលពោមានរាល់ថ្ងៃបងប្អូនអ្នកខ្លះធ្វើរឿងអីចម្លែកមែនតើហើយណាមួយបរិះម្នាក់ហ្នឹងក៏លួចចូលទៅប្រហែលជាម៉ោង12យប់ម្ល៉េះហើយវាល្ងឹតឈឹងគាត់មើលអីអត់ដឹងប្រហែលជាពេជ្រស្ពិលផងទៅស្មានតែកន្លែងនឹងសម្រូតចុះកើតក៏សម្រូតទៅជាប់នៅនឹងតែម្ដងចាឃ្លុចតាំងណែនចាបងប្អូនចា